បាទឥឡូវយើងចូលដល់ប្រវត្តិសាស្ត្រសតវត្សទី12បាទអញ្ចឹងសតវត្សទី12យើងមានសិលាចារឹកច្រើនហើយមានភាពជាក់លាក់ច្រើនដែលពាក់ព័ន្ធនៅក្នុងរាជវង្សានុវង្សនៅក្នុងសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី6បាទគឺរាជវង្សមហេន្ទរបុរៈបាទមហេន្ទរបុរៈហ្នឹងគឺជារាជវង្សខ្សែសាលាយរបស់ព្រះបាទជ័យវរ្ម័នទី6អញ្ចឹងប្រវត្តិសាស្ត្របាននិយាយថានៅក្នុងឆ្នាំ1082ដល់1107អញ្ចឹងនៅក្នុងរជ្ជកាលរបស់លោកដែលលោកបានសោយរាជស្នងពីព្រះបាទហារសវរ្ម័នទី3នៅអង្គរអញ្ចឹងព្រះបាទហារសវរ្ម័នទី3នឹងនៅក្នុងសម័យហ្នឹងគឺគេហៅលោកថានរិបតិន្ទ្រវរ្ម័នបាទនៅអង្គរណាឆ្នាំ1080ដល់1113ហើយសម័យកាលនោះគឺជាសម័យកាលរបស់នរិបតិន្ទ្រវរ្ម័នហើយលោកបានស្នងរាជបន្តបាទពីព្រះបាទហារសវរ្ម័នទី3នឹងឯងហើយសិលាចារឹកបានដឹងថានៅក្នុងពេលនោះបាទមានស្ដេចមួយអង្គទៀតបាទសោយរាជនៅក្រុងមហេន្ទរបុរៈប៉ុន្តែគេអត់បានស្គាល់ទីកន្លែងប្រកាសទេអត់បានស្គាល់ច្បាស់ទេតែគាត់នៅគេស្មានប្រហែលជានៅឈៀងខាងលិចត្រង់វាលទំនាបបាទខាងជើងទន្លេមូលហ្នឹងអញ្ចឹងមកជួរខាងនោះគឺសម្បូរភ្នំសម្បូរខាងវាលភ្នំវាលទំនាបហ្នឹងគឺសម្បូរបាទព្រៃក្រាស់ខ្មឹកតាមជើងទន្លេមូលហ្នឹងអញ្ចឹងស្ដេចទី2គឺឈ្មោះថាព្រះបាទជ័យវរ្ម័នទី6ហើយនិយាយពីជីវប្រវត្តិគេដឹងតាមសិលាចារឹកភ្នំរូងបាទភ្នំរូងនៅណាបងប្អូនស្គាល់ទេបាទគឺនៅឯទឹកដីថៃសពថ្ងៃដែលប្រាសាទភ្នំរូងហ្នឹងគឺបាទស្អាតស្តៀងប្រាសាទប្រទាយសម្រែយើងណាប្រាសាទប្រទាយសម្រែយើងស្តៀងអញ្ចឹងប៉ុន្តែគ្រាន់តែភ្នំរូងហ្នឹងជាលក្ខណៈប្រាសាទភ្នំហើយឈ្មោះពិតប្រាសាទភ្នំរូងហ្នឹងឈ្មោះថាប្រាសាទបាស៊ូបាតាហ្នឹងគឺជាឈ្មោះមួយក្នុងចំណោមឈ្មោះរបស់ព្រះសិវៈបាទព្រានាមរបស់ព្រះសិវៈគឺមានព្រានាម109អញ្ចឹងដាក់ឈ្មោះថាបាស៊ូបាតាហើយយើងឃើញថាព្រះអង្គអត់មានជាប់ខ្សែរាជវង្សទេហើយជាមួយរាជវង្សមុនក៏អត់បាននិយាយដែរគ្រាន់តែគេដឹងថាព្រះអង្គជាបុត្ររបស់ស្ដេចហិរណយវរ្ម័ននិងព្រះនាងហិរណយលក្ស្មីអាហ្នឹងគ្រាន់តែគេដឹងណាគាត់មានន័យថាជាបុត្រារបស់ស្ដេចក្រាញ់ដែលយើងរាល់ថ្ងៃគេហៅថាស្ដេចក្រាញ់នោះហើយនិយាយទៅបើតាមសមិទ្ធកម្មរបស់ព្រះអង្គគឺខាងប្រវត្តិវិទូថាជ័យវរ្ម័នទី6ហ្នឹងទំនងជាស្ដេចត្រាញ់បាទស្ដេចត្រាញ់ត្រួតខេត្តអីចឹងណាហើយដល់ពេលឃើញអំណាចកណ្ដាលធ្លាក់ចុះគឺអំណាចនៅក្នុងរាជធានីអង្គរណាមានសង្គ្រាមញឹកញាប់អីចឹងទៅហើយរាជវង្សមុនបាទដែលវាអញ្ញៃខាងការទប់ស្កាត់នៅការបះបោរជាច្រើនអញ្ចឹងព្រះអង្គឆ្លៀតឱកាសហ្នឹងព្រះអង្គក៏បានប្រកាសខ្លួនជាមហាក្សត្រឡើងតែអត់ដឹងថាសោយរាជនៅអង្គរទេសម័យកាលនោះអត់ទាន់បានសោយរាជនៅអង្គរទេអញ្ចឹងពិធីអភិសេកព្រះបាទជ័យវរ្ម័នទី6ហ្នឹងត្រូវបានប្រារព្ធធ្វើឡើងដោយព្រាហ្មណ៍បាទព្រាហ្មណ៍រាជគ្រូលោកមានព្រានាមថាទិវាការៈបណ្ឌិតគឺជាព្រាហ្មណ៍រាជគ្រូដែលជួយព្រះបាទសូរ្យាវរ្ម័នទី2នេះកសាងអង្គរវត្តនេះដែលលោកគូប្លង់នៅក្នុងការកសាងអង្គរវត្តគឺព្រាហ្មណ៍ទិវាការៈបណ្ឌិតនឹងឯងដែលលោកមានអាយុ100ឆ្នាំជាងអញ្ចឹងលោកអាយុវែងសោយសុខជាមួយនឹងក្សត្រ4ជំនាន់ព្រាហ្មណ៍រាជគ្រូអង្គហ្នឹងហើយលោកក៏ធ្លាប់បំពេញមុខងារជារាជបរោហិតរបស់ព្រះបាទហារសវរ្ម័នទី3ដែរតែលោកប្រហែលជាលោកសម័យកាលនោះលោកស្វែងរកអ្នកខ្លាំងក្សត្រដែលខ្លាំងលោកទៅជួយជ្រោមជ្រែងថាលោកប្រាថ្នាលាភសក្ការៈក៏ថាបានដែរ
លោកចឹងបានលោកចាក់ចោលពីក្រុងអង្គរទៅបំរើរាជវង្សថ្មីហ្នឹងគឺរាជវង្សរបស់ព្រះបាទជ័យវរ្ម័នទី6បាទគឺរាជវង្សមហេធរពុរៈអញ្ចឹងព្រះបាទជ័យវរ្ម័នទី6លោកបានបន្តកសាងភ្នំសណ្ដកនៅឬមួយក៏នៅភ្នំព្រះវិហារនៅវត្តភូនៅភីម៉ៃបាទខាងពុទ្ធសាសនាបាទលាយជាមួយនឹងព្រហ្មញ្ញសាសនាអញ្ចឹងព្រះអង្គមានស្នាដៃច្រើនដែរលោកចូលចិត្តកសាងប្រាសាទភ្នំដូចក្សត្រមុនដែរកាលណាក្សត្រដែលលោកគោរពបូជាទៅលើលទ្ធិព្រាហ្មណ៍ព្រហ្មញ្ញសាសនាភាគច្រើនលោកចូលចិត្តកសាងប្រាសាទនៅលើកំពូលភ្នំអញ្ចឹងនៅពេលដែលលោកសោយទីមង្គតទៅព្រះអង្គទទួលមរណនាមដែរបាទមានបរណនាមថាបរមកៃវលយៈបតៈបាទបរមកៃវលយៈបតៈឬក៏បដាបនឹងតើហ្នឹងមានន័យថាបត់ភាសាបាលីបទៅជាបាក់តទៅជាតៈអញ្ចឹងទៅអញ្ចឹងអ្នកណាដែលមកសោយរាជបន្តពីលោកគឺព្រះបាទធរណិន្ទ្រវរ្ម័នទី1ណែធរណិន្ទ្រវរ្ម័នទី1ហ្នឹងណែយើងអត់ដឹងថាយ៉ាងម៉េចទេគ្រាន់តែគេដឹងថាលោកសោយរាជនៅក្នុងតំបន់អង្គរដូចគ្នានៅក្នុងឆ្នាំ1107ដល់1113ដោយលោកអត់មានបុត្រាស្នងរាជអញ្ចឹងរាជសម្បត្តិត្រូវបានទៅព្រះបាទធរណិន្ទ្រវរ្ម័នទី1ដែលត្រូវជាព្រាហ្មណ៍បាទព្រាហ្មណ៍ច្បងត្រូវជាបងរបស់ព្រះបាទជ័យវរ្ម័នទី6អញ្ចឹងនៅគ្រិស្តសករាជ1107ហើយនៅក្នុងសិលាចារឹកក៏បាននិយាយដែរគេថាព្រះអង្គអត់ចង់ទទួលរាជសម្បត្តិទេក៏ប៉ុន្តែដោយសារពេលអនុជពៅរបស់លោកជារាជទាយាទសោយទីវង្គតទៅហ្នឹងហើយពួកមន្ត្រីទាំងអស់ហ្នឹងទៅអង្វរលោកបាទហើយប្រជារាស្ត្ររបស់លោកក៏ចូលចិត្តស្រឡាញ់លោកខ្លាំងណាស់ដែរអញ្ចឹងទៅក៏ព្រះអង្គលោកព្រមកាន់អំណាចជាព្រះមហាក្សត្រទៅតែព្រះអង្គលោកយកចិត្តទៅដាក់លើរាជកិច្ចអញ្ចឹងភារកិច្ចទាំងឡាយដែលពាក់ព័ន្ធនៅក្នុងរាជកិច្ចរបស់រាជវង្សនោះគឺព្រះអង្គលោកបានបាទយកចិត្តទុកដាក់ហើយគឺរាជបរោហិតហ្នឹងទិវាករបណ្ឌិតហ្នឹងលោកក៏បានធ្វើពិធីអភិសេកឡើងគ្រងរាជឲ្យព្រះអង្គអញ្ចឹងព្រះបាទធរណិន្ទ្រវរ្ម័នទី1ហ្នឹងលោកបានបន្តស្ថាបនាបាទការសាងសង់អីផ្សេងនៅក្នុងរាជរបស់ស្ដេចមុនដែលលោកអត់ទាន់បានសោយរាជអត់បានធ្វើប្រហើយអញ្ចឹងលោកទៅជួយប្រហើយមួយចំនួនហើយលោកបានរៀបអភិសេកជាមួយនឹងព្រះនាងបាទគេហៅថាវិជ្ជយេន្ទ្រលក្ស្មីឬក៏គេហៅថាវិជ្ជយេន្ទ្រលក្ស្មីអញ្ចឹងដែលត្រូវជាបាទអតីតអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី6ហ្នឹងអញ្ចឹងមានន័យថានៅពេលដែលក្សត្រថ្មីឡើងសោយរាជគេអត់បោះបង់ចោលទេឬក៏ជាបងថ្លៃឬក៏ជាប្អូនថ្លៃអីក៏ដោយជាមីងក៏ដោយជាក្មួយក៏ដោយអញ្ចឹងគេត្រូវតែអភិសេកមហេសីមុនហ្នឹងមកឲ្យមហាក្សត្រថ្មីដែលឡើងសោយរាជអញ្ចឹងនៅចុងរាជរបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី1ក៏មានកើតការដណ្ដើមរាជដូចគ្នាបាទគឺរវាងព្រះអង្គជាមួយនឹងអនាគតព្រះបាទសូរ្យាម័នទី2ហ្នឹងបាទគឺក្សត្រកសាងអង្គរវត្តនឹងឯងដែលត្រូវជាចៅក្មួយរបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី1បាទចៅក្មួយអញ្ចឹងបងប្អូនស្គាល់ហើយចៅក្មួយគឺមានន័យថាជីតានឹងមានប្អូនជីតានឹងមានបងអញ្ចឹងត្រូវជាប្អូនរបស់ជីតារបស់គាត់របស់លោកហ្នឹងអញ្ចឹងគេហៅចៅក្មួយហើយរយៈពេលចុងក្រោយនៅឆ្នាំ1113ហ្នឹងត្រូវបានធ្វើគុតដល់ពេលត្រូវបានណាធ្វើគុតគឺព្រះបាទសូរ្យាវរ្ម័នទី2ហ្នឹងឯងបាទធ្វើគុតព្រះបាទធរណិន្ទ្រវរ្ម័នទី1ហើយមានមរណនាមដែរគេហៅថាបរមនិស្កលៈបតៈបាទបរមនិស្កលៈបតៈនឹងជាមរណនាមរបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី
ទី1បាទអញ្ចឹងយើងដល់សម័យកាលរបស់ស្ដេចដែលមានភាពល្បីល្បាញអស្ចារ្យបំផុតដែលលោកបានកសាងអីគេជាស្នាដៃធំបំផុតរបស់អាណាចក្រអង្គរគឺជាក្សត្រដែលកសាងប្រាសាទអង្គរវត្តបាទនេះជាស្នាដៃធំបំផុតរបស់មហាក្សត្រនៅក្នុងចំណោមមហាក្សត្ររាប់រយអង្គហ្នឹងដែលលោកបានចាប់ផ្ដើមកសាងមហាប្រាសាទដែលធំបំផុតនៅលើលោកអញ្ចឹងសិលាចារឹកនៅវត្តភូបាទក៏បាននិយាយអំពីព្រះបាទសូរ្យវរ្ម័នទី2បានឡើងសោយរាជ្យបាទហើយបានបង្រួបអាណាចក្រ2អាហ្នឹងបើតាមសិលាចារឹកបាននិយាយអញ្ចឹងកាលណាគេបកប្រែពីសិលាចារឹកមកគឺយើងអាចសម្រាយទៅជាភាសាសាមញ្ញធម្មតាដើម្បីឲ្យយើងបានដឹងពីប្រវត្តិសាស្ត្រពិតបាទហើយរាល់ថ្ងៃហ្នឹងខ្ញុំឃើញបងប្អូនខ្មែរយើងឥឡូវដូចជាតាមដានរឿងប្រវត្តិសាស្ត្រច្រើនណាស់អញ្ចឹងខ្ញុំធ្វើការបង្រៀនតាមនឹងក៏ខ្ញុំមានមោទនភាពដែរដោយបងប្អូនយើងចង់ដឹងចង់ចេះចង់ឮបាទដែលបរទេសមួយចំនួនគាត់ថានេះបោះគាត់នោះបោះគាត់ប្រឆាំងយើងលិចកើតអញ្ចឹងទៅហើយក៏មានការឈឺចាប់ឥឡូវកម្រើកច្រើននៅក្នុងប្រទេសកម្ពុជាយើងមិនថាមន្ត្រីធំមន្ត្រីតូចថ្នាក់ដឹកនាំគឺលោកបាទយកចិត្តទុកដាក់បាទរឿងប្រវត្តិសាស្ត្រណាឥឡូវអញ្ចឹងយើងអាចធ្វើអ្វីមួយតាមប្រវត្តិសាស្ត្រមានន័យថាប្រវត្តិសាស្ត្រគឺប្រវត្តិសាស្ត្រមិនអាចកែប្រែបានទេចង់ជាតិសាសនាយករបស់យើងទៅធ្វើអីចង់ធ្វើអីតាមចិត្តក៏គេអត់ជឿដែរសម័យហ្នឹងព្រោះសបោអ្នកចេះដឹងសបោអ្នកប្រាជ្ញសបោបណ្ឌិតបាទគេសិក្សាគេស្រាវជ្រាវដែរណាអញ្ចឹងហើយបានយើងនាំគ្នាស្គាល់ឥឡូវបងប្អូនមួយចំនួនមុនគាត់មកមើលប្រាសាទអីចឹងអើយមើលគ្មានអីមើលទេមើលតែដុំថ្មអើយឃើញតែថ្មខ្ជិលទៅវិញណាបាទដល់ពេលមនុស្សសម័យក្រោយមកដល់គេអត់ចឹងទេគេគ្រាន់តែឃើញគេត្រូវកត់ត្រាទុកបាទគេសួរគេនាំមិនបានដុំថ្មហ្នឹងគេចឹងហើយមិនបានមានចម្លាក់អីកនីកនូអីចឹងរឿងរ៉ាវវាពាក់ព័ន្ធអីខ្លះអញ្ចឹងគេបានបញ្យលយើងនៅតាមផ្ទាំងនៃសិលាចារឹកដែលអញ្ចឹងបានយើងដឹងប្រវត្តិសាស្ត្រពិតនោះគឺនៅតាមសិលាចារឹកហ្នឹងឯងដោយសម័យកាលរបស់ព្រះបាទសូរ្យវរ្ម័នទី2អញ្ចឹងយើងមើលគឺសិលាចារឹកទៅសេនៅលើកន្លែងដែលលោកប្រជុំហ្នឹងបាទនៅផ្ទាំងចម្លាក់បាទហ្នឹងហៅថាថែវនៅខាងត្បូងហ្នឹងថែវទី1ខាងត្បូងហ្នឹងយើងឃើញព្រះអង្គលោកដង្ហែក្បួនព្យុហយាត្រារបស់ព្រះអង្គទៅកាន់គេហៅថាបតៈសិនណាជុំវិញរាជធានីដើម្បីធ្វើការដង្ហែក្បួនហ្នឹងបាទទៅធ្វើចម្បាំងនៅក្នុងសម័យកាលនោះហើយបើតាមការបកស្រាយគឺនៃអាណាចក្រទី1ហ្នឹងគឺជាអាណាចក្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី1ហ្នឹងតែគ្រាន់តែគេមិនស្គាល់កន្លែងពិតប្រាកដណាស់ទេព្រោះសម័យកាលហ្នឹងយើងបាត់ដានច្រើនយើងបាត់បង់ចម្លាក់មួយចំនួនសំទោសយើងបាត់បង់សិលាចារឹកមួយចំនួនតែគ្រាន់តែគេអាចស្មានដឹងថានៅតំបន់ណាហ្នឹងប្រហែលនៅក្នុងហ្នឹងហើយរាជធានីនៅក្នុងសម័យហ្នឹងគឺមានន័យថាពេលខ្លះនៅក្នុងព្រៃជ្រៅអាចកំបាំងគេមិនងាយឲ្យស្គាល់រាជវាំងទេសម័យកាលនោះគេអត់ងាយឲ្យស្គាល់កន្លែងដែលមហាក្សត្រគង់នៅទេជួនកាលនោះលើកំពូលភ្នំបាទយើងមើលបកមកក្រោយសម័យរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី2អញ្ចឹងលោកផ្លាស់ប្ដូររាជធានីញឹកញាប់ច្រើនកន្លែងអញ្ចឹងមហាក្សត្រគេមិនងាយឲ្យដឹងអំពីកន្លែងដែលលោកគង់នៅពិតប្រាកដទេបាទពួកខ្លាចប្រជាមិត្តបាទខ្លាចសត្រូវបាទយើងមើលតែក្បួនរបស់ប្រធានាធិបតីនាយករដ្ឋមន្ត្រីក៏ដោយលោកកម្រជិះឡានតែមួយទៅអញ្ចឹងដូចគ្នាបាទគឺគេត្រូវតែកសាងច្រើនកន្លែងបន្ទាយតបអីចឹងគេត្រូវតែបោះកន្លែងឲ្យបានច្រើនដើម្បីអីដើម្បីការពារសុវត្ថិភាពរបស់ព្រះអង្គហើយនឹងអ្នកដឹកនាំនៅលើពិភពលោកអញ្ចឹងសម័យកាលហើយនឹងរាជសម័យមុនអញ្ចឹងគឺគេធ្វើដើម្បីអីដើម្បីឲ្យនឹងសត្រូវកុំឲ្យស្គាល់ទីតាំងពិតប្រាកដរបស់ខ្លួនអញ្ចឹងព្រះបាទនរិបតិន្ទ្រវរ្ម័នហ្នឹងដែលលោកបានសោយរាជ្យនៅអង្គរគឺតាំងពីឆ្នាំ1080មកម្លេះហើយព្រាហ្មណ៍ទិវាករៈបណ្ឌិតហ្នឹងបាទរៀបអភិសេកលោកបាទឲ្យសោយរាជ្យហើយព្រះបាទសូរ្យវរ្ម័នទី2នៅឆ្នាំ1113ដល់1150នោះក៏លោកសោយរាជ្យបន្ត
អញ្ចឹងនិយាយអំពីព្រះបាទសូយ៉ាម៉ាន់ទី2អញ្ចឹងព្រះអង្គលោកបានចាប់ផ្ដើមគ្រងរាជ្យមកគឺមានន័យថាលោកចាប់ផ្ដើមរៀបចំប្រទេសជាតិឲ្យមានស្ថិរភាពឡើងវិញបាទចាប់ផ្ដើមនិយាយអំពីច្បាប់ក្បួនទាំងឡាយបាទអញ្ជើញរាជគ្រូបាទមហាអ្នកប្រាជ្ញមកជុំលោករាប់រយរាប់ពាន់អង្គនៅព័ទ្ធជុំវិញអង្គកាយរបស់លោកដើម្បីសុំយោបល់ដល់សម័យឥឡូវគេហៅថាទីប្រឹក្សានិងជំនួយការដើម្បីធ្វើការជាមួយគ្នាដើម្បីស្វែងរកអីគេដំណោះស្រាយនៅក្នុងការគ្រប់គ្រងអាណាចក្រអញ្ចឹងប្រទេសមួយគេត្រូវតែមានទីប្រឹក្សាត្រូវតែមានមេទ័ពនិងជំនួយការនិងកងទ័ពដើម្បីការពារប្រទេសខ្លួនរបស់គេអញ្ចឹងនិយាយអំពីការទូតវិញព្រះអង្គបានចងចំណងមិត្តភាពជាមួយប្រទេសចិនឡើងវិញបាទហើយចិនទទួលស្គាល់លោកបាទឲ្យតម្លៃហើយលោកគឺជាមហាក្សត្រដែលមានឫទ្ធិអំណាចនៅក្នុងសម័យកាលនោះហើយគណៈបេសកកម្មការទូត2នាក់បាទត្រូវបានបញ្ជូនទៅចិនបញ្ជូននៅពេលណាគឺនៅឆ្នាំ1116ដល់ឆ្នាំ1120ចឹងបេសកកម្មសំទោសបេសកកម្មទូតហ្នឹង2នាក់ហ្នឹងដែលទៅដល់ប្រទេសចិនហ្នឹងបានកត់ត្រារឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធទៅនឹងប្រទេសចិនមកអាណាចក្រអង្គរអញ្ចឹងក្នុងវិស័យសិទ្ធិសង្គ្រាមព្រះបាទសូរ្យាវរ្ម័នទី2បានធ្វើចម្បាំងច្រើនលើកច្រើនសារបាទធ្វើច្រើនហើយនៅផ្នែកខាងកើតព្រះអង្គច្បាំងជាមួយនឹងយួនដៃវៀតរួចទៅច្បាំងជាមួយចម្ប៉ាទៀតបាទសម័យកាលនោះហើយបុព្វហេតុដែលច្បាំងគឺបដាលមកពីយួនដៃវៀតហ្នឹងកាលសម័យកាលនោះចេះតែអនុញ្ញាតឲ្យពួកក្បត់ខ្មែរហ្នឹងនឹងចាមចូលជ្រកកោននៅក្នុងប្រទេសរបស់ខ្លួនអញ្ចឹងព្រះអង្គលោកខ្ញាល់បាទឲ្យពួកនឹងចុះចូលជាមួយគឺនៅគ្រិស្តសករាជ1123 24ហ្នឹងហើយនៅគ្រិស្តសករាជ1128ព្រះអង្គលើកទ័ព 20000 នាក់បាទចូលលុកលុយប្រទេសដៃវៀតម្ដងទៀតបាទប៉ុន្តែត្រូវមេទ័ពមួយអង្គរបស់បាទស្ដេចយួនហ្នឹងគឺលីកុកប៊ិញហ្នឹងវាយរុញច្រានមកវិញពីតំបន់ងេអានបន្ទាប់មកព្រះអង្គលើកទ័ពទៀតលើកទ័ពជើងទឹកបាទមាន700សំពៅបាទចូលលុកនៅក្នុងវាយលុកនៅក្នុងតំបន់ឆ្នេរសមុទ្រថាញ់វ៉ាហើយក្រោយមកទៀតលើកទ័ពទៅទៀតទៅវាយរហូតបាទប្រទាញបតុងគ្នាជាមួយនឹងប្រទេសចម្ប៉ាហ្នឹងបាទឲ្យចម្ប៉ាមកចូលរួមវាយនៅគ្រិស្តសករាជ1131បាទមានទ័ពចម្រុះមានទ័ពខ្មែរមានទ័ពចាមបាទចូលជាមួយគ្នានឹងចូលទៅវាយនៅក្នុងតំបន់ងេអានបាទតែត្រូវបានរុញច្រានត្រឡប់មកវិញបាទព្រោះគេខ្លាំងដែរយើងទៅវាយគេយើងទៅពីកន្លែងភ្លឺគេនៅកន្លែងងឹតបាទសម័យកាលនោះវាយទៅវាយមកបាទហើយនៅគ្រិស្តសករាជ1138បាទព្រះបាទសូរ្យាម៉ាន់ទី2ហ្នឹងលើកទ័ពទៅវាយយួនដៃវៀតម្ដងទៀតតែស្ដេចចាមពនាមជ័យឥន្ទ្រវរ្ម័នទី3ហ្នឹងអត់ព្រមចូលរួមទេដល់ពេលក្រោយមកហ្នឹង1138អត់ព្រមចូលរួមវាយជាមួយនឹងទ័ពខ្មែរដល់ពេលអញ្ចឹងទៅព្រះអង្គលោកខ្ញាល់លើកទ័ពទៅវាយចម្ប៉ាវិញម្ដងហើយកាន់កាប់បានរាជធានីវិជ័យបាទគឺនៅក្នុងចន្លោះឆ្នាំ1145ដល់1149ណែវាយយកចម្ប៉ាប្រកាចម្ប៉ាអត់ទៅជួយវាយយកចម្ប៉ាទៅបងសម័យកាលនោះអញ្ចឹងស្ដេចចាមមួយអង្គទៀតបាទទ្រង់ប្រនាមថាជ័យហរិវរ្ម័នទី1ក្រោយវាបានសោយរាជនៅបាននរងក៏បានចេញប្រយុទ្ធតទល់នឹងទ័ពចម្រុះខ្មែរចាមនៅក្រោមបញ្ជាការរបស់សេនាបតីមួយអង្គឈ្មោះថាសង្ការៈហើយសង្ការៈនឹងបានទទួលជោគជ័យនៅរាជបុរៈនៅគ្រិស្តសករាជ1148ហើយក្រោយមកទៀតលោកបានទៅទៀតទៅវាំងសំទោសទៅវាយនៅវីរៈបុរៈនឹងទីបំផុតនៅមហេសៈបាទសម័យកាលនោះឈ្មោះអញ្ចឹងហើយបានធ្វើគុតព្រះអង្គម្ចាស់មួយអង្គឈ្មោះហរិទេវៈហ
រិទេវៈត្រូវជាប្អូនថ្លៃរបស់ព្រះបាទសូរិយាវរ្ម័នទី2ហ្នឹងដែលសោយរាជនៅក្រុងវិជ័យហើយលោកឡើងសោយរាជនៅវិជ័យនាគ្រិស្តសករាជ1149ហើយក្រោយពីបានថយមកវិញហ្នឹងថយពីចម្ប៉ាព្រះបាទសូរិយាវរ្ម័នទី2បានលើកទ័ពទៅវាយយួនដៃវៀតម្ដងទៀតជាលើកចុងក្រោយហ្នឹងវាយក្រោយបងអស់វាយផ្ដាច់ពីព្រោះលោកហាងជារាដែរហើយព្រោះលោកបញ្ជនច្រើនហើយនៅឆ្នាំ1150ហ្នឹងចុងឆ្នាំដែលលោកសោយទីវង្គតហ្នឹងអញ្ចឹងលោកទៅម្សាហ្នឹងវាយចំរដូវវស្សាធ្លាក់ភ្លៀងខ្លាំងបាទចំខែកញ្ញានិងខែតុលាយើងហ្នឹងបាទអញ្ចឹងទាហានហ្នឹងត្រូវរាតត្បាតដោយជំងឺអស់កម្លាំងបាទកើតអសន្នរោគរត់កាត់ផុកបាទកាត់ព្រៃដល់ពេលអញ្ចឹងទៅឆ្ងាយធ្វើដំណើរទៅច្បាំងនៅប្រទេសយួនដៃវៀតនឹងឯងវាយចុះវាយឡើងវាយចុះវាយឡើងក៏ត្រូវបានដកថយចេញមកវិញដោយពុំបានទទួលជ័យជំនះទេបាទហ្នឹងគឺនិយាយតាមប្រវត្តិសាស្ត្រហើយផ្នែកខាងលិចវិញព្រះបាទសូរិយាវរ្ម័នទី2បានធ្វើសង្គ្រាមជាមួយពួកមូនទៀតបាទវាយមូនអញ្ចឹងព័ត៌មានទាំងអស់ហ្នឹងគឺយើងបានពីកាលប្រវត្តិនៃក្សត្របូរីថៃបាទដែលគេបានបរិយាយបាទនៅវាលទំនាបខាងជើងនៃទន្លេមេណាមបាទវាលខាងជើងនៃវាលទំនាបនៃទន្លេមេណាមហ្នឹងគឺមានឯកសារបាទគេនិយាយពីចម្បាំងរវាងពួកកម្ពុជាហ្នឹងគឺខ្មែរយើងហ្នឹងណាបាទតែសម័យហ្នឹងហៅខ្មែរបាទទៅជាខ្មែរសម័យក្រោយមកគាត់ដូរពីអក្សរកមកកជើងម៉ូដាក់ស្អែទៅជាខជើងម៉ូដាក់ស្អែរវិញអញ្ចឹងនិយាយពីចម្បាំងនៅឯណាពួកកម្ពុជាបាទកម្ពុជារាជនោះណានៅលវោនិងពួករាមាញ់នឹងពួកម៉ូនណានៅហរិបច្ចយៈបាទហរិបច្ចយៈហ្នឹងគឺនៅឯរដ្ឋម៉ូនរងថ្ងៃហ្នឹងដែលជាតំបន់របស់ភូមាហ្នឹងសម័យហ្នឹងហៅជាប្រទេសមីយ៉ាន់ម៉ាឬក៏ប្រទេសភូមាបាទរដ្ឋម៉ូនគឺនៅដដែលអញ្ចឹងរដ្ឋម៉ូនហើយនិងភូមាខុសគ្នាណាបងប្អូនយ៉ាត់ច្រឡំបាទម៉ូនគឺជាជនជាតិបុរាណមកមុនមកកាន់ដែនដីសវណ្ណភូមិជាមួយនឹងខ្មែរបាទពីក្រៅដល់2កុលសម្ព័ន្ធហ្នឹងមកជាមួយគ្នានឹងក្នុងសម័យកាលតាំងពីមុនសតវត្សទី1នៃគ្រិស្តសករាជហើយបានមកតាំងទីលំនៅនៅទីនោះជាមួយនឹងពួកខ្មែរយើងហ្នឹងអញ្ចឹងហើយបានយើងមានពាក្យថាម៉ូនខ្មែរនោះឬក៏ខ្មែរម៉ូននោះហើយនៅក្នុងសម័យកាលនោះគឺបណ្ដាលមកពីអីគេស្ដេចម៉ូនឈ្មោះអាទិត្យរាជនេះដែលឡើងសោយរាជ